ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាសនៅថ្ងៃទី26ខែមីនាឆ្នាំ2026ពី Gold Exchange Daily ឬក៏ហាងឆេងមាសប្រចាំថ្ងៃនេះយើងនឹងជជែកគ្នាទាក់ទិននឹងបញ្ហាបំណុលនិងអចលនទ្រព្យនិយាយអំពីផ្ទះដែលយើងបានទិញហើយយើងជាប់បំណុលធនាគារសូមបញ្ជាក់ខ្ញុំបញ្ជាក់អំពីផ្ទះដែលបានសាងរួចកំពុងស្នាក់នៅកំពុងជួលឬក៏កំពុងតែយកមកប្រើប្រាស់យើងអត់និយាយអំពីផ្ទះដែលស្ថិតនៅក្នុងកម្រិតសាងសង់ទេហើយស្ថិតនៅក្នុងការខំប្រឹងប្រែងរបស់បងប្អូនទេយើងអត់និយាយពីព្រោះតែទៅជាមួយនឹងបញ្ហាចោលតាមទ្រព្យរយៈពេលផ្ទះដែលកំពុងសាងសង់ឬក៏មិនទាន់បានចុះកាន់កម្មនោះវាមានរូបភាពផ្សេងហ្នឹងគឺបានធ្វើការស្ទង់មតិដែលឲ្យជំរឿ4ហើយខ្ញុំចាស់ជំរឿ4ហ្នឹងគឺវាអស់ហើយត្រឹមតែជំរឿហ្នឹងណាគ្រាន់តែរូបភាពសំញាំដែលវាកើតឡើងនៅក្នុងពេលដែលយើងអនុវត្តវាផ្សេងគ្នាអ្នកខ្លះត្រួតស៊ីគ្នាទៅអ្នកខ្លះក៏ជីកកណ្ដៅកប់ខ្លួនឯងហ្នឹងទៅការស្ទង់មតិហ្នឹងសួរថាប្រសិនបើបច្ចុប្បន្នជាប់លើបំណុលអចលនទ្រព្យផ្ទះដែលកំពុងតែកាន់កាប់ឬក៏យកមកប្រើប្រាស់ហើយសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះជាមួយនឹងស្ថានភាពរ៉ែងតុគ្រួហ្នឹងកំពុងតែមានផលលំបាកតែយើងត្រូវធ្វើដូចមិនខ្ញុំឲ្យជំរឿទី1គឺចរចាជាមួយធនាគារភ្លាមជំរឿទី2ដួលអចលនទ្រព្យចេញជំរឿទី3រកប្រាក់ចំណូលបន្ថែមធ្វើការបន្ថែមហើយប្រាក់ចំណូលហ្នឹងគឺរកស៊ីឬក៏ធ្វើការហើយជំរឿទី4ហ្នឹងគឺរកមិត្តភ័ក្តិឬក៏សាច់ញាតិជួយហើយយើងឃើញថាអ្នកស្ដាប់របស់ខ្ញុំសិតតែជឿនខ្លាំងណាស់មើលទៅសិតតែជាអ្នកដែលពឹងពាក់លើខ្លួនណាជាអ្នកតស៊ូយល់ពីរ៉ែងតុខ្លាំងគឺជំរឿដែលខ្លាំងប៉ុណ្ណឹងគឺរកចំណូលបន្ថែមនិងធ្វើការបន្ថែមអានឹងជាក់ស្ដែងមនុស្សម្នាក់ដែលគាត់មានសមត្ថភាពក្នុងការរកលុយហើយមានការពឹងពាក់លើខ្លួនឯងមានចំណេះដឹងពិតប្រាកដមានចំណេះជំនាញពិតប្រាកដហ្នឹងគឺគាត់រត់ទៅដល់មុនគេហើយបន្តមកបើសិនតែគាត់អស់ជើងហើយបានតែគាត់ទៅចរចាធនាគារមានថាចំណូលហ្នឹងវាបង្កើនទេធ្វើការងារហ្នឹងវាមិនទៅមុខទេអានឹងបានទៅចរចាធនាគារជំរឿទី3ហ្នឹងគឺជំរឿចុងក្រោយមានថាទី1ទី2ធ្វើអស់ហើយបានវាទៅដល់ការលួចឆានទ្របចេញជំរឿទី4អត់ស្ថិតនៅក្នុងហេតុផលរបស់ក្រុមប្រិយម្នាក់ស្ដាប់ឯពីព្រោះអ្នកប្រិយម្នាក់ស្ដាប់គឺសិតតែជាមនុស្សចិត្តស៊ូអត់ធ្មត់ចិត្តស៊ូនឹងព្រោះចង់ថែរក្សាតសម្បត្តិដែលខ្លួនបានឬក៏តសម្បត្តិដែលខ្លួនតាក់ទុនចូលទៅជាមួយនឹងនេះឲ្យបានថិតថេរអាហ្នឹងគឺយើងរងទុកបន្តិចហើយសឹងតែគ្រប់ជំរឿទាំងអស់សិតតែមានផលល្អនិងផលលំបាករបស់វាឥឡូវយើងនិយាយពីជំរឿទី1ដែលជាប់ខ្លាំងជាងគេគឺតេតិនជាមួយការធ្វើការបន្ថែមរកចំណូលបន្ថែមអ្នកខ្លះទៅគាត់អាចបើសិនតែគាត់ធ្វើការបន្ថែមហើយគាត់មានការងារធ្វើបន្ថែមមកអីមានថាអ្វីដែលគាត់ទទួលបាននៅក្នុងពេលសេដ្ឋកិច្ចធ្លាក់គឺចំណូលបន្ថែមដោយមិនបាច់ចាំបាច់វិនិយោគទេប៉ុន្តែរឿងដែលគាត់ជួបប្រទះគឺតេតិននឹងបញ្ហាសុខភាពពេលវេលាមួយគ្រួសារតែប៉ុណ្ណឹងនឹងសុខភាពផ្លូវចិត្តអារម្មណ៍លែងសប្បាយហើយបើសិនជាគាត់ទៅបង្កើតចំណូលតាមរយៈអាជីវកម្មអានឹងមានរឿងពីរទៅជជែកគ្នាអាជីវកម្មនៅក្នុងសេដ្ឋកិច្ចដែលកំពុងតែធ្លាក់ណាបើអ្នកមានគេលែងសេដ្ឋកិច្ចធ្លាក់អត្រាការប្រាក់ខ្ពស់អ្នកមានយកលុយទៅដាក់នៅក្នុងកងធនាគារ10000មួយឆ្នាំការបាន$500ដែរអញ្ចឹងទៅឬក៏អាហ្នឹងនិយាយអត្រាការប្រាក់5%បើគេលុយមានលុយច្រើនគេលែងរស់ស៊ីទៅយកលុយទៅដាក់ហើយយើងអ្នកដែលគាត់មានបញ្ហាគឺប្រកាសជាហក់ចូលទៅក្នុងទីផ្សារបច្ចាស់បញ្ចាស់ចរន្តសេដ្ឋកិច្ចទៅរស់ស៊ីបើសិនរស់ស៊ីបានអូខេតែបើសិនរស់ស៊ីមិនបានហ្នឹងធ្ងន់លើសណាស់มันនឹងវាធ្លាក់ចូលទៅចរចាជាមួយធនាគារហើយបើចូលទៅដល់ចរចាជាមួយធនាគារផលល្អរបស់វាក៏មានផលអាក្រក់របស់វាក៏មានចរចាជាមួយនឹងធនាគារគឺបទុបថយដោយការយើងរៀនអនុទានសារឡើងវិញទៅសម័យ COVID ចាំបានរៀនអនុទានសារឡើងវិញបង់តែប្រាក់នេះទេបងតែប្រាក់ការទេប៉ុន្តែប្រាក់ការបើយើងសរុបនៅក្នុងរយៈពេលវែងយើងសងការគេច្រើនទោះបីជាបទូបថយក្តីហើយ CBC របស់យើងឬ credit score របស់យើងក៏វាខូចទៅនឹងដែរចូលបើអ្នកខ្លះផុតអាចជំរឿទី2ទប់រួចចូលដល់ជំរឿទី3ហើយជំរឿទី3ជំរឿហ្នឹងបើយើងយកមកដាក់ដំបងគេហ្មងដោយមិនបាច់ផឹងហូបប្រាក់ចំណូលអាហ្នឹងខ្លីតែឆាប់ជាខ្លីតែឆាប់ជាតែបើសិនជាយើងដាក់នៅទី3អាហ្នឹងឈឺយូរហើយចងចាំមានប្រតិសារីខ្លាំងតែម្ដងមុនតែយើងត្រូវជ្រើសជំរឿជំរឿទី1ទី2ទី3អញ្ចឹងណាវាផ្អែកទៅលើតថៈពិតប្រាកដរបស់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំគាត់តែមានការជជែកលេងខ្លះចំពោះបងប្អូនហ្នឹងចំពោះអ្នកស្ដាប់ទាំងឡាយបើគិតថាវាជាប្រយោជន៍នឹងល្អទី1យើងត្រូវបែងចែកសិនណាទៅលើផ្ទះឬក៏បំណុលដែលយើងកំពុងតែមានទៅលើវិស័យចលនាទ្រព្យបច្ចេកដដែលបើផ្ទះមិនទាន់បានកាន់កាប់អញនិយាយយើងបងគេហើយអានោះគឺជារឿងគិតទៅថាគេសាងសង់ពេលណាបញ្ចប់ហើយយើងតស៊ូបែបណារកជំរឿបែបណាជាមួយនឹងក្រុមហ៊ុនបង្កើតកងត្រាបែបណាដើម្បីយើង50ឈ្នះព្រោះនៅក្នុងសេដ្ឋកិច្ចដែលលំបាក
តែនេះយើងនិយាយតែរឿងផ្ទះដែលកម្មកម្មអញ្ចឹងយើងបែងចែកផ្ទះហ្នឹងគឺពីរទីមួយហៅថាបំណុលល្អបំណុលប្រើប្រាស់បំណុលមានប្រាក់ចំណូលដែលយើងទិញផ្ទះហ្នឹងយកសម្រាប់ផ្ទះជួលឬក៏យកមកធ្វើជាកន្លែងរកស៊ីអញ្ចឹងបំណុលមានប្រាក់ចំណូលដែលវាបង្កើត cash flow បើវាជាបំណុលដែលមាន cash flow មានប្រាក់ចំណូលចូលមកវិញយើងត្រូវមើលទំហំបំណុលជាមួយនឹងចំណូលរបស់យើងសម្ពាធការងាររបស់យើងហើយជាទូទៅអ្នកដែលគាត់មានផ្ទះរហូតដល់កន្លែងជួលកន្លែងរកស៊ីហ្នឹងណាតែបើសិនជាគាត់ភាគច្រើនមិនជាប់ទំហំបំណុលខ្ពស់ទេតែបើសិនជាប់ទំហំបំណុលខ្ពស់យើងត្រូវមើលដែរពីព្រោះពេលខ្លះវានឹងទាញអាជីវកម្មដែលយើងកំពុងតែមានចំណូលហ្នឹងណាកំពុងតែទាញអាជីវកម្មដែលយើងមានចំណូលហ្នឹងឲ្យវាធ្លាក់ទៅដូចគ្នាដែរក្នុងករណីខ្លះយើងត្រូវលក់បានលក់ដើម្បីប្រមូលលុយខ្លះមកវិញពីព្រោះបើយើងខ្ចីពីធនាគារយើងលក់បានយើងអាចប្រមូលមកវិញទោះបីជាធនាគារឡាយឡំក៏យើងប្រមូលមកវិញបាននៅលុយមួយចំនួនដែរខុសពីបរិយាណាបើបរិយារបស់យកអានឹងគឺផ្សេងទេព្រោះលក្ខខណ្ឌទិញមួយបរិយាបើយើងលក់អត់ទាន់និយាយដល់ចំណុចនេះខ្ញុំក៏សូមបាទបំពុងយកលើកទៅចិត្តសម្រាប់អ្នកដែលគាត់ចង់ទិញផ្ទះសម្បែងពីបរិយាណាមួយឬក៏ពីកន្លែងណាមួយណាព្យាយាមខ្ចីបំណុលនឹងពីធនាគារដែលយកអាហ្នឹងជាទ្រព្យប្រចាំដោយសារតែនៅពេលដែលមានបញ្ហាធនាគារជួយដោះស្រាយរបស់យើងច្រើនហើយទៅនៅក្នុងប្រព័ន្ធច្បាប់ច្រើនហើយលុយដែលយើងដាក់ចូលទៅហ្នឹងក៏យើងទទួលបានមកវិញមួយចំនួនដែរខុសពីក្រុមហ៊ុនប្រហែលបន្តិចហើយបើសិនមកបងគេហ្នឹងក្រុមហ៊ុនវាស្រួលតែហានិភ័យក៏វាទៅតាមហ្នឹងដែរសូម្បីតែយើងក៏ទិញផ្ទះដែរមិនតាន់បុកគ្រឹះហើយពឹងផ្អែកទៅលើថាលក្ខខណ្ឌរបស់យើងវាមិនគ្រប់គ្រាន់ទៅធនាគារឬក៏ទទួលបានតម្លៃល្អហ្នឹងយើងប្រឈមមុខជាមួយនឹងហានិភ័យការបង្កើតអាកាសហានិភ័យច្រើនសម្រាប់យើងឬបង្កើតអាកាសគ្រោះថ្នាក់ច្រើនវាយើងវាអត់សូវល្អទេពេលខ្លះការសន្សំលុយនៅក្នុងខ្លួនយើងលុយតែណាបើសិនយើងមានលុយច្រើននៅក្នុងដៃអំណាចទិញរបស់យើងក៏វាគួរសមដែរយើងដើរឆេផ្ទះបានហើយទទួលបានលក្ខខណ្ឌពិសេសចរចាថែមនេះថែមនោះជាមួយនឹងម្ចាស់បរិយាម្ចាស់គម្រោងក៏វាមានព្រោះយើងមានលទ្ធភាពទៅខ្ចីធនាគារយកមកទិញផ្ដាច់ពីបរិយាតែបើសិនយើងទិញពីបរិយាលក្ខខណ្ឌយើងនឹងស្ថិតនៅក្នុងក្រមហ្នឹងលើកទឹកចិត្តឥឡូវយើងចូលទៅដល់រឿងទី2តែទៅជាមួយនឹងផ្ទះដែលគាត់ជាបំណុលមួយជាបំណុលបែបប្រើប្រាស់ឬក៏ទិញផ្ទះយកមករស់នៅអាហ្នឹងដូចជំនឿមហាដូចអញ្ចឹងប្រសិនបើលទ្ធភាពវាអស់ហើយយើងនៅតែព្យាយាមស្ដាយវាជំនឿមហារិស័ព្ទពីព្រោះវាទាញពេលវេលាយើងវាស៊ីពេលវេលាយើងដល់ពេលស្លាប់វាស្លាប់យកតែម្ដងពេលតែស្លាប់ត្រង់នេះខ្ញុំនិយាយសំដៅទៅលើការកើតថ្មីពីព្រោះវាអស់ហလိកហើយតស៊ូជាមួយវានៅពេលដែលយើងអត់ចេះប្រៀបធៀបអានោះគឺជាបញ្ហាខ្ញុំចង់ឲ្យបងប្អូនយល់អំពីលក្ខខណ្ឌបំណុលដែលយើងគួរតែតស៊ូចរចាជាមួយនឹងធនាគារនិងលក្ខខណ្ឌបំណុលដែលយើងគួរតែរកប្រាក់បន្ថែមឧទាហរណ៍បើសិនយើងជំពាក់កម្រិតបំណុលតិចជាង 30% ណាបន្តទៅមានថាស្វែងរកប្រភពចំណូលបន្ថែមធ្វើការងារបន្ថែមតែបើសិនយើងជំពាក់ធនាគារ40និង 50% ដូចគ្នាដែរបន្តដោយអា 30% ហ្នឹងតែបើសិនយើងជំពាក់ធនាគារ 60% ទៅ 70% ក្នុងការទិញផ្ទះហ្នឹងឬក៏ជាមួយនឹងក្រុមហ៊ុនហ្នឹងចរចាបន្ទាន់នៅពេលដែលសេដ្ឋកិច្ចធ្លាក់ហើយជីវភាពរបស់យើងធ្លាក់ដែលយើងមើលឃើញថាប្រហែលខែតែ3ខែយើងដឹងតែ3ខែយើងទៅលេងរួចកុំទុករហូតដល់ខ្លួនឯងអស់លុយលេងណាបើទុករហូតដល់ខ្លួនឯងអស់លុយលេងទៅចរចាជាមួយនឹងធនាគារអានឹងយើងរុញខ្លួនឯងដល់ជាងហើយទោះបីជាគេឲ្យយើងសងត្រឹមតែអត្រាការប្រាក់ក្តីក៏យើងអស់លទ្ធភាពដែរព្រោះយើងទុកពេលវេលារហូតដល់ដង្ហើមចឹងក្រោយនៅក្នុងកម្រិតនេះពេលដែលយើងត្រូវចរចាជាមួយធនាគារឬក៏ម្ចាស់ក្រុមហ៊ុនម្ចាស់បរិយាផ្សេងបងប្អូនត្រូវរូតរះពិនិត្យបច្ច័យហើយពិនិត្យខ្លួនឯងឲ្យបានច្បាស់មកភពចំណូលខ្លួនឯងប្តីប្រពន្ធកូនចៅឬក៏ចំណូលណាមួយឬក៏ឱកាសការងារណាមួយឬក៏លទ្ធភាពក្នុងការស្វែងរកការងារណាមួយនៅក្នុងចំណូលនៅក្នុងលទ្ធភាពណាមួយនៅពេលដែលលុយយើងនៅមានក្នុងហោប៉ៅច្រើននៅឡើយកុំចង់បាច់ដល់ពេលដែលយើងអស់លុយបានតែចរចាណាពេលហ្នឹងគឺលទ្ធភាពយើងខ្សោយយើងចង់ធ្វើអីយើងចង់បង្វិលអីក៏អត់កើតដែរពីព្រោះលុយដែលយើងយកទៅសងគេទាំងដើមទាំងការនោះវាបានអស់ហើយបើយើងទុកពេលវេលាមួយឲ្យខ្លួនឯងទុកមូលធនមួយទុកតសម្បត្តិមួយចំនួនឲ្យខ្លួនឯងបន្ទាប់ពីការចរចាយកទៅបង្វិលយកទៅរកស៊ីឬក៏ទុកសម្រាប់ចាយវាតម្រាំបានការងារថ្មីដែលល្អណាគឺយើងអាចបន្តបានអញ្ចឹងដូចនេះនៅក្នុងកម្រិតដែលបងប្អូនជំពាក់បំណុល 60% 70% ណាហើយសេដ្ឋកិច្ចធ្លាក់ប៉ុន្តែខ្លួនឯងឲ្យបានច្រើនទៅចរចាជាមួយធនាគារឲ្យបានមុនពេលដែលខ្លួនឯងអស់លុយណាមុនពេលដែលខ្លួនឯងអស់លុយទៅចរចាជាមួយនឹងក្រុមហ៊ុនមុនពេលដែលខ្លួនឯងអស់លុយសោកហើយណាក៏បានទុកពេលវេលាវែងក្នុងការលក់បញ្ចេញផ្ទះហ្នឹងមកវិញដែរឬក៏ចរចាជាមួយនឹង
បរិយហ្នឹងក្នុងការដាក់លក់ផ្ទះឲ្យក្រុមហ៊ុនឬក៏បរិយហ្នឹងជួយលក់ទៅយើងលក់នៅក្នុងតម្លៃខាតប្រមាណបន្ទាប់ពីការប្រើប្រាស់ហើយចេញលុយថ្លៃខាតជួសជុលឲ្យផ្ទះហ្នឹងថ្មីឡើងវិញសម្រាប់ក្រុមហ៊ុនគាត់យកទៅលក់ហើយដកលុយមួយចំនួនដែលយើងធ្លាប់បានបង់ឧទាហរណ៍យើងបង់ទាំងការនឹងដើមតែប៉ុណ្ណេះតែថ្លៃដើមយើង 10000 ណាយើងចង់បានតែប៉ុណ្ណាមកវិញដើម្បីបរិយជួយរុញលក់ព្រោះគេមានសាឬក៏យើងទៅជួលឬក៏តាក់ទងសាលរបស់បរិយហ្នឹងលក់ក៏យើងមានពេលវេលាច្រើនដែរអញ្ចឹងកម្រិតបំណុល60ទៅ50 70% គឺហានិភ័យហើយគឺពេលវេលាដែលយើងត្រូវចរចាប៉ុន្តែបើសិនជាបងប្អូនជាអ្នកដែលបង់ផ្ទះរំលោះបង់ពីកាលហ្នឹងទឹកបង់ទីមានតែ 10% 20% ស្រាប់តែបច្ចុប្បន្នធ្លាក់សេដ្ឋកិច្ចបំណុលនឹងមានលើសពី 70% ណាបងប្អូនគួរតែបោះបង់ឬក៏លក់ចេញទៅមួយម៉ាត់គឺបោះបង់ក៏បានលក់ចេញក៏បានបំណុលលើសពី 70% នៅក្នុងរយៈពេល6ខែខាងមុខធៀបជាមួយនឹងប្រាក់ចំណូលនិងទំនួលខុសត្រូវសម្រាប់ការចាយវាយរបស់យើងណាទំនួលខុសត្រូវសម្រាប់ការចាយវាយរបស់យើងមើលទៅមុខមួយទេ6ខែហ្នឹងបោះបង់ក៏បានលក់ចេញក៏បានបើវាថ្លៃលក់ចេញព្យាយាមលក់ដែរបើថាទៅមួយរួចបោះបង់ទៅរឿងមួយដែលខ្ញុំចង់ដាស់តឿនបងប្អូនណាបងប្អូនត្រូវដឹងថាបំណុលនៅក្នុងដៃរបស់បងប្អូនគឺជាបំណុលបង្កើតលុយឬក៏បំណុលស៊ីលុយស្អីក៏ជាបំណុលបង្កើតលុយផ្ទះហ្នឹងគឺវាបង្កើតលុយទោះបីនៅក៏វាបង្កើតលុយដែរព្រោះវាការតម្លៃធៀបជាមួយអតិផរណាប៉ុន្តែមានសមត្ថភាពក្នុងការយកវាទេនៅពេលដែលយើងជាប់នៅក្នុងបំណុល70% ឬក៏ 60% ចុះដល់ 60% យើងនឹងត្រូវខាតពេលវេលាជាមួយវានឹងខ្លាចជាបំណុលស៊ីលុយយើងស៊ីតើតែយើងអស់លទ្ធភាពហើយទៅវិញរួចគឺវាបែបហ្នឹងតែបាត់ចម្លើយមានហើយតែទៅជាមួយនឹងនៅពេលដែលយើងមានបញ្ហានៅពេលដែលយើងមានបញ្ហាតែទៅជាមួយនឹងបញ្ហាអត់ចលនទ្រព្យចម្លើយមានតែ4នៅខាងលើហ្នឹងទេប៉ុន្តែអ្នកមួយចំនួនទៀតមិនបានដោះស្រាយតាមផ្នែកណាមួយឬក៏ចម្លើយណាមួយទេគាត់ធ្វើឲ្យរឿងវាច្បុកច្បល់ខ្លាំងឧទាហរណ៍ចម្លើយទី1នៅពេលដែលមានបញ្ហានាំគ្នាបង្កើតចំណូលអ្នកខ្លះទៅខ្ចីលុយដើម្បីផឹងរកស៊ីទៀតព្រមរកស៊ីលែងដើរណាអានោះខ្ញុំនិយាយពីអ្នករកស៊ីលែងដើរក៏អត់ជប់ត្រឹមហ្នឹងនេះក៏អត់ទៅចរចាជាមួយនឹងធនាគារទេគាត់ទៅរកអ្នកនេះរកអ្នកនោះគាត់ទៅកម្ចីឯកជនដើម្បីយកមកណាយកមកសងយកមកទូទាត់ព្រោះរំពឹងថារយៈពេល6ខែទៀតខ្លួនឯងនឹងមានភាពប្រសើរខណៈដែលសេដ្ឋកិច្ចឬក៏ទីផ្សារម៉ាក្រូសេដ្ឋកិច្ចវាដាំបាត់ទៅហើយណាអញ្ចឹងអាភាពរំពឹងបបាក់ខ្លាំងផុតខ្ញុំចង់ឲ្យបងប្អូនបន្តិចតន្ទិញតែពាក្យពីរទុកនៅក្នុងចិត្តថាបំណុលរបស់បងប្អូនគឺជាបំណុលកើនលុយឬក៏បំណុលស៊ីលុយបំណុលកើនលុយឬក៏បំណុលស៊ីលុយអាហ្នឹងគឺជារឿងដែលបងប្អូនត្រូវយកចិត្តទុកដាក់ហើយត្រូវស្គាល់វាច្បាស់ហើយអ្វីដែលខ្ញុំនិយាយមិនកំណត់តែត្រូវទេប៉ុន្តែវាជាផ្លូវមួយបែបកំដៅបែបស្ដាប់មកយ៉ាងភ្លាវបែបស្ដាប់មកខ្ញុំធ្វើមិនបានទេព្រោះខ្ញុំស្ដាយវាបែបហ្នឹងណាប៉ុន្តែវាជាវិធីដោះស្រាយបានយ៉ាងល្អនៅពេលដែលយើងសម្រេចចិត្តយើងត្រូវស្គាល់បំណុលដែលយើងកំពុងតែកាន់កាប់នឹងទំហំនៃតម្លៃរបស់វាទំហំភាគរយនៃកម្ចីរបស់វា 70% 60% 30% 40% ឬក៏ 50% ថានៅក្នុងចំណុចណាបោះបង់បានឬក៏បោះបង់បានជាបំណុលបង្កើនលុយឬក៏ជាបំណុលស៊ីលុយជាបំណុលដែលកើតជាមហារិកតស៊ូរហូតតតែអស់អាលីងហើយស្លាប់កើតចាប់ជាថ្មីសល់តែបាតដៃទៅទេអានោះគឺជាបញ្ហាបំណុលបើសិនមកកុសតផាច់តបញ្ចេញចោលទៅសិនជាត្រូវយកទៅពិចារណាបងប្អូនត្រូវដឹងថាអ្នកដែលគាត់មានជីវភាពទូធាឬក៏អ្នកដែលមានហ្នឹងគឺមកពីគាត់ចេះលើកដាក់នៅទ្រព្យសម្បត្តិរបស់គាត់ចេះលើកដាក់ពីចាស់គេហៅចេះទុកដាក់កាលពីដើមយើងនិយាយពីទុកដាក់យើងនិយាយដល់មិនសមប៉ុន្តែសម័យឥឡូវគេលែងនិយាយពាក្យថាទុកដាក់ឬក៏ចេះលើកដាក់ហ្នឹងណាផ្ដោតទៅលើការសមហើយផ្ដោតទៅលើការផ្លាស់ប្ដូរនៃទ្រព្យសម្បត្តិរបស់គាត់ឧទាហរណ៍នៅពេលដែលសេដ្ឋកិច្ចលំបាកយើងឆ្លងថាអ្នកមានខ្លះមិនក៏ជីវភាពរបស់គេនៅទូធាយើងឃើញអាជីវកម្មរបស់គាត់ផ្អាកមួយចំនួនអ្នកខ្លះក៏ដឹងផ្អាកហ្នឹងមកពីគាត់ធ្លាក់តែពិតពេលខ្លះគាត់ផ្អាកមិនធ្លាក់ណាគាត់ផ្អាកខាតតែប៉ុណ្្នឹងឯងគាត់ផ្អាកខាតគាត់អត់រកស៊ីគាត់យកលុយរបស់គាត់ទៅដាក់នៅធនាគារនោះដែលពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ហ្នឹងធនាគារឲ្យអត្រាការប្រាក់ខ្ពស់ព្រោះធនាគារត្រូវការលុយណែនធនាគារខ្លះឲ្យ 6% ធនាគារខ្លះឲ្យ 5% ធនាគារខ្លះឲ្យ 7% តាមលុយខ្មែរលុយអីយ៉ាងទៅជាពិសេសធនាគាររបស់ប្រទេសជប៉ុននិងកូរ៉េណាយើងឃើញឲ្យអត្រាការប្រាក់ខ្ពស់ 7% ហ្នឹងគឺទៅតែមួយឆ្នាំដំបូងឯងครับនឹងគេដេញចូលមកអញ្ចឹងគាត់យកអាហ្នឹងទៅដាក់យកលុយគាត់ទៅដាក់កែបលុយអញ្ចឹងទៅគាត់អត់ចាំបាច់ទៅជួយក្បាលអាជីវកម្មគាត់បន្ថយប្រហែលថាពីមុនអាជីវកម្មហ្នឹងមានផលិតផលច្រើនគាត់កាត់យកតែផលិតផលដែល faster ដែលលក់លឿនហើយចិញ្ចឹមឆ្នាំងបានចិញ្ចឹមបុគ្គលិកមួយចំនួនទូចទេដើម្បីកុំឲ្យអាជីវកម្មវាបាត់មុខចឹង
វាបែបហ្នឹងបងប្អូននឹងគេចេះលើកដាក់ទ្រព្យសម្បត្តិរបស់គេថាគេលើកដាក់ទៅណាពេលខ្លះគេលើកដាក់ទៅក្នុងវិស័យអចលនទ្រព្យទៅពេលខ្លះគេលើកដាក់ទៅលើដុំមាសទៅពេលខ្លះគេលើកដាក់ទៅលើផ្សារហ៊ុនទៅផ្សារហ៊ុននៅក្នុងស្រុកខ្មែរលើកដាក់ពិបាកបន្តិចវាយឺតខ្លាំងណាស់យើងឃើញអ្នកមាននៅក្នុងស្រុកខ្មែរពីច្រើនលើកដាក់ទៅលើធនាគារនិងលើកដាក់ទៅលើវិស័យអចលនទ្រព្យហើយគេដឹងថាពេលណាលើកទៅវិស័យអចលនទ្រព្យហើយពេលណាលើកទៅវិស័យធនាគារហើយពេលណាគេបង្កើតបំណុលទៅឲ្យអ្នកដែលមានជីវភាពខ្វះខាតហើយត្រូវការមូលដ្ឋានជីវិតរស់នៅទូរែកបំណុលចំនួនគេឧទាហរណ៍ណាគេខ្ចីធនាគារបានអត្រាការប្រាក់ទាបដូចជា 6% ឬក៏ 5% ក្នុងការកសាងគម្រោងមួយកសាងបរិយាមួយយើងទៅទិញពីគេគេឲ្យអត្រាការប្រាក់របស់យើងហ្នឹង 1.1% ក្នុងមួយឆ្នាំមាន 11% គេមួយឆ្នាំទៅ 6% ហើយ 11% យើងទៅបង់សងណាធនាគារអញ្ចឹងគេមានមូលហេតុក្នុងការចំណេញច្រើនហើយក្នុងនោះក៏វាមានភាពខាតរបស់គេដែរប៉ុន្តែគ្រាន់តែអ្នកមានមួយចំនួនឬក៏សទ្ធិមួយចំនួនខ្ចីលុយធនាគារយកមកចងការឲ្យយើងនៅក្នុងរូបភាពផ្សេងកាលមុនគេចងការសទ្ធិគេចងការនឹងលុយផ្ទាល់ៗប៉ុន្តែឥឡូវគេចងការនឹងរបស់គេចងការរបស់អ្នកខ្លះចងការនឹងសម្ភារៈប្រើប្រាស់អញ្ចឹងទៅសូមអរគុណសូមជម្រាបលា